ទ្រង់ក៏បានត្រាស់ព្រះរាមាសូរជាព្រះរាជបុត្រច្បងឃុំពល10000នាក់ជាតធំហើយក៏បានត្រាស់ព្រះស៊ីសុបត្តិជាព្រះរាជណាតាឃុំពល5000នាក់ជាតបមុខឲ្យលើកយ៉ាងស្រូតរោតវាយកក្រុងកម្ពុជាទៅប្តីកុំឲ្យដឹងខ្លួនខណៈនោះទ័ពសៀមដែលដឹកនាំដោយព្រះរាមាសូរក៏បានមកដល់និងត្រៀមបោះបន្ទាយគៀកនឹងក្រុងមហានគរក្រោយពីរៀបក្បួនទ័ពរួចហើយមិនបង្អង់យូរព្រះស្រីសុរិយោទ័យក៏ទ្រង់ឡើងគង់នៅលើខ្នងដំរីលើកពលទ័ពចាក់ចេញពីក្រុងមហានគរទៅកម្ចាត់សត្រូវដោយតតឃើញទ័ពសៀមមិនមានការប្រុងប្រយ័ត្នព្រះមហាឧបរាជក៏ដេញពលចូលទៅវាយទ័ពមុខរបស់សត្រូវនិងបានកាត់ក្បាលព្រះស៊ីសុបត្តិធ្លាក់ពីលើខ្នងដំរីការបាក់ទ័ពជួរមុខរបស់សៀមរួមជាមួយនឹងការរុលមកមុខមិនឈប់ពីសំណាក់កងទ័ពព្រះស្រីសុរិយោទ័យព្រះរាមាសូរក៏បង្ខំចិត្តដកទ័ពថយរត់ចូលទៅទឹកដីសៀមវិញឯព្រះមហាឧបរាជវិញទ្រង់ក៏ត្រឡប់ចូលក្រុងមហានគរដើម្បីទូលព្រះមហាក្សត្រពីភាពជោគជ័យលើទ័ពសត្រូវនិងបានរំសាយទ័ពឲ្យត្រឡប់ទៅមូលដ្ឋានខ្លួនវិញ